សង្ឃឹមថាថ្នាក់ដឹកនាំបានឃើញពីការទទួលសុំពីវីរៈកងទ័ពរបស់យើងខ្ញុំសង្ឃឹមហើយសង្ឃឹមទៀតថាថ្នាក់ដឹកនាំនឹងមានចំណាត់ការទៅលើអត្រាខ្ញុំបាទវត្តកំសានសូមគោរពជូនសម្ដេចតេជោហ៊ុនសែនសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងឯកឧត្តមអស់លោកគ្រប់ជាន់ថ្នាក់និយាយរឿងលោកលេងអត្រាមកដល់ពេលនេះមិនទាន់រកដំណោះស្រាយដល់ខ្ញុំទេចាប់តាំងពីថ្ងៃទី9មកដល់ថ្ងៃទី13សូមសម្ដេចបវរធិបតីជួយរកដំណោះស្រាយដល់រូបខ្ញុំផងខ្ញុំបាទមានផ្ទះសម្បែងរស់នៅហើយជួបវិបត្តិនិយាយរឿងវិបត្តិច្រើនណាស់ដោយសារតែជាប់អំណុលរឿងទិញផ្ទះលោកអីអ្នកអត់ងាលេងអវត្រាខ្ញុំនិយាយខ្ញុំចង់ស្រក់ទឹកភ្នែកខ្ញុំសូមគោរពសម្ដេចជួយរកយុទ្ធធម៌ដល់ខ្ញុំបាទផងបាទបងប្អូនឃើញទេហ្នឹងហើយកុំភ្លេចជួយចែករំលែកដើម្បីឲ្យបានទៅដល់ថ្នាក់ដឹកនាំបានឃើញផងតើហេតុអីបានជាគ្មានមន្ត្រីរូបណាមានចំណាត់ការទៅលើអត្រាបានសោះតែម្ដងបាទអញ្ចឹងបានអត្រាវាមានអំណាចវាមានអំនួតក្នុងការអួតអាងថាវាធ្វើអីក៏ដោយគ្មានអាណាហ៊ានធ្វើអីក្តោអត្រាបានទេសង្ឃឹមថាថ្នាក់ដឹកនាំបានឃើញពីការទទួលសុំពីវីរៈកងទ័ពរបស់យើងខ្ញុំសង្ឃឹមហើយសង្ឃឹមទៀតថាថ្នាក់ដឹកនាំនឹងមានចំណាត់ការទៅលើអត្រា